សួស្តីគ្នាយើងឥឡូវយើងមកបន្តមេរៀនយើងទៀតថ្ងៃនេះយើងរៀនអំពី market structure អញ្ចឹង market structure គឺមាន3ទម្រង់វាមាន uptrend និង downtrend ហើយនិង sideways អញ្ចឹងវាមាន3ទម្រង់ហ្នឹងអញ្ចឹងឥឡូវខ្ញុំមកបញ្យល់អំពី uptrend ដំណើររបស់វាបានឡើងទៅលើវាបានបង្កើត high ចុះមកវិញបង្កើត low ឡើងទៅបង្កើត high មួយទៀតចុះមកវិញ low អញ្ចឹងសម្រាប់ uptrend នេះអ្នកទាំងអស់គ្នាវាបានបង្កើតជា high low high low អញ្ចឹង high នេះជាតម្លៃមួយដែលខ្ពស់វាបានចុះមកវិញវាបង្កើតតម្លៃដែលទាបហើយបានទៅបង្កើតតម្លៃដែលខ្ពស់គេហៅថា high នេះវាបានខ្ពស់ជាងតម្លៃចាស់វាបានបង្កើត high សាថ្មីអានេះវាជាទម្រង់ uptrend សម្រាប់ទម្រង់ downtrend ក៏វាស្តៀងគ្នាដែរវាគ្រាន់តែវាចុះទេអ្នកនរគ្នាវាចុះមកបានបង្កើត low high low high វាបាន pullback ចុះមកខាងក្រោមអញ្ចឹងនេះជាទម្រង់ downtrend សម្រាប់ទីផ្សារណាវាបានបង្កើតជា low ហើយវាបានឡើងទៅវិញបង្កើតជា high មួយវាបានចុះមកវិញអញ្ចឹងតម្លៃវាបានបង្កើតតម្លៃទាបរហូតអញ្ចឹងវាជាទម្រង់ downtrend សម្រាប់ sideways ទីផ្សារ sideways គឺវាបានជ្រុំគ្នាអ្នកទាំងអស់គ្នាវាបានបង្កើត high low មកគឺជ្រុំអត់ទៅណាទេអាហ្នឹងគេហៅថាទម្រង់ sideways ឥឡូវយើងទៅមើលទីផ្សារជាក់ស្ដែងខ្ញុំទៅបង្ហាញទីផ្សារជាក់ស្ដែងឲ្យអ្នកទាំងអស់គ្នាមើលអូខេអញ្ចឹងជាទម្រង់ uptrend នេះអ្នកទាំងអស់គ្នាជាទម្រង់ uptrend អញ្ចឹងយើងមើលមិនវាបានបង្កើត low ហើយទៅ high low high low high low high នេះអ្នកនរគ្នាបានបង្កើត low high មួយទៀតបង្កើតកំពុងអញ្ចឹងតម្លៃទីផ្សារគឺវាខ្ពស់រហូតវាបានបង្កើតខ្ពស់រហូតវាបានបង្កើត high តម្លៃគឺខ្ពស់ជាងគ្នារហូតអាហ្នឹងគេហៅថាទម្រង់ uptrend ចុះសម្រាប់ទម្រង់ downtrend វាគឺជាទម្រង់ដែលចុះហើយខ្ញុំមើលកន្លែងណាឲ្យវារៀង clean បង្ហាញអ្នកនរគ្នាអូខេនេះលើបង្ហាញកន្លែងនេះយើងចាប់ពីកន្លែងនេះមកចោះវាបានបង្កើតជា low បង្កើត high ចុះមក low high low high low high អានេះវាជាដល់នេះទៀតប៉ុន្តែខ្ញុំបង្ហាញតែប៉ុណ្្នឹងឲ្យខកបញ្យល់ថាវាជាទម្រង់បែបហ្នឹងជាទម្រង់ downtrend ណាគឺវាជាទម្រង់បែបហ្នឹងគឺវា full back ចុះអញ្ចឹងសម្រាប់ទីផ្សារ sideways ទម្រង់ sideways វាជាទម្រង់បែបណានេះអ្នកនរគ្នាទាំងអស់នេះហើយគឺយើងហៅថាទម្រង់ sideways ទាំងអស់ហ្នឹងដោយសារអីផ្សារវាបានជ្រុំនៅហ្នឹងបង្កើត high low low high low high បង្កើតអញ្ចឹងឃើញទេអញ្ចឹងបានវាឡើងទៅបំបែកហើយចុះមកក្រោមទៀតឡើងទៅទៀតអានេះគឺវាបានបំបែកទីផ្សារប៉ុន្តែយើងនិយាយនៅក្នុងម្ដុំនេះគឺវាគ្រាន់តែជា sideways ទម្រង់ sideways អញ្ចឹងនៅក្នុងទម្រង់ sideways ហ្នឹងអ្នកទាំងអស់គ្នាសម្រាប់ដែលគេលេងបែបខ្លីៗអាហ្នឹងគេចូលបានតែបើសម្រាប់យើងយកចាប់ពី3លេខ4លេខទៅ5 6លេខអីគឺយើងយកអត់បានទេកន្លែងហ្នឹងគឺយើងទីផ្សាររងចាំតែបើយល់ល្អផ្សារបង្ហាញ sideways ចេះគឺយើងចាំទៅយើងមិនបាច់ចូលផ្សារល្អជាងសុខចិត្តឲ្យផ្សារវាបំបែកសិនព្រោះកាលណាដែលបង្កើតទម្រង់ sideways នេះវាអត់ដឹងថាផ្សារឡើងលើឬក៏ចុះក្រោមទេអូខេអញ្ចឹងសម្រាប់មេរៀនថ្ងៃនេះមានតែប៉ុណ្្នឹងទេអូខេ